តាក់ទងនឹងទម្រង់មុខរបស់ Brother ទម្រង់មុខរបស់យើងស្គមវាចាក់តកោនអញ្ចឹងឬក៏ diamond ចំពោះ style សក់យើងអត់អាចយកសខ្លាំងបានទេយើងយក style ប្រភេទបែបសក់ two block ឬក៏ comma អញ្ចឹងមើលទៅស្អាតដោយសារតែនៅពេលដែលយើងយកនេះអស់ខ្លាំងពេកធ្វើឲ្យទម្រង់មុខយើងវាបើកឆ្អឹងមកអញ្ចឹងនៅពេលដែលយើងកាត់ទុកមកល្មមបែប comma ឬក៏ two block អីមុខរបស់យើងប៉ះបើអញ្ចឹងឃើញកន្លែងនេះ slip អញ្ចឹងចុះមកដល់ក្រោមមកទម្រង់មុខរបស់យើងបើកមកស្រួលស្អាតយកមកល្មមយើងយករូបរាងវាជា45ដឺក្រេដោយសារតែកយើងតូចតែកាលណាយើងយកសឡើងខ្លាំងកហ្នឹងវាមើលទៅអត់ឃើញ clean យើងជ្រើសរើសវាម៉ូតសក់ត្រូវវាមុខទម្រង់មុខយើងចេញមកផ្សេងមួយបែបទៀតកាលណាយើងកាត់ជាពិសេសសំខាន់ជាងគេកាត់ធ្លាក់មកមហៀងវិចមកមហៀងខ្ញុំប្របាអញ Take me back to and all of your love. Beneath the starlit sky, we will dream. Beneath the starlit sky, we willចំពោះម៉ូតសក់របស់ Brother នេះខ្ញុំរីកខមមិនឲ្យយើងដោយសារតែសក់យើងប្រភេទតម្លាក់ក្តោបអញ្ចឹងយើងប្រើប្រភេទជាផលិតផល wax ស្ងួតអញ្ចឹងចាំខ្ញុំលាបឲ្យ Brother មើលដោយសារតែសក់យើងលាបតែបន្តិចមកចេញម៉ូតស្អាតហើយដោយសារតែម៉ូតសក់យើងក្តោបសម្រាប់ផលិតផលរបស់យើងគឺរបស់ក្រុមហ៊ុនយើងហ្មង Mr. Roster យើងលាបតិចមក Mr. Roster ហ្នឹងប្រម៉ូនរបស់យើងខ្លួនឯងអញ្ចឹងក្រុមហ៊ុនគាត់បានផលិតឡើងមកអញ្ចឹងសម្រាប់លាបសក់ទាំងគុណភាពនិងផលិតផលគឺអត់មានប៉ះពាល់អីទេយើងគ្រាន់តែលាបបន្តិចចេះមកយើងសោកតិចមកយើងធ្វើឲ្យសក់កុំឲ្យសក់យើងដុំចំពោះផលិតផលនេះយើងចង់តម្លាក់សក់អញ្ចឹងក៏បានយើងចង់លើកក៏បានដែរទៅតាមយើងចង់បានប៉ុន្តែបើសិនជាចំពោះខ្ញុំគិតថាសក់យើងតម្លាក់មើលទៅវាឃើញស្អាតជាងដោយសារអីទម្រង់មុខរបស់យើងវែងអញ្ចឹងបើយើងតម្លាក់មកឃើញកាន់តែ clean ណាសក់យើងបដិញមកជាក់ស្ដែងនេះសក់នេះនៅពេលដែល Brother ចង់ផ្លាស់ប្ដូរម៉ូតសក់គ្រាន់តែយើងដាក់ទឹកតិចមកព្រោះប្រភេទផលិតផលរបស់យើងគឺត្រូវមួយទឹកមិនសើមតិចតែមិនមែនមួយទឹកទេណានេះវាយើងធ្វើមកដោយធម្មជាតិទេប៉ុន្តែសក់យើងអាចធ្វើបត់បែនបានឃើញថ្លៃញ៉ៃដូចមិនគឺតម្លាក់មកមានភ្លីមានអីត្រឹមត្រូវទៅតាមយើងចង់បានឧទាហរណ៍បើសិនជាយើងចង់បានលើកយើងប៊ូមសក់យើងឡើងលើតាក់ទងនឹងម៉ូតសក់ហើយនឹងការស្លៀកពាក់របស់ Brother គឺត្រូវអាចមើលកញ្ចក់ផ្ទាល់ខ្លួនឯងបានហ្នឹងហើយសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ផលិតផល Mr. Roster នេះបងប្អូនអាចស្វែងរកទីតាំងរបស់ពួកយើងទាំង3 brand Fine Barber, Simple Barber Shop និង Cambodia Barber Shop បើបងប្អូនទាំងអស់គ្នាចង់កម្មង់អាចតាក់ទងចូល page តក៏បានដែរអរគុណច្រើន